បាទសួស្តីបងប្អូនថ្ងៃនេះបង្ហាញស្រូវ OM ម្ដងអាយុ20ថ្ងៃព្រោះថ្ងៃទី25ខែ4បន្ទាប់ពីនេះថ្ងៃទី15ខែ5មានអាយុកាល20ថ្ងៃហើយការព្រុនគឺព្រោះក្រឹបស្ងួតទេបងប្អូនណាប៉ុន្តែព្រោះហើយត្រូវភ្លៀងបាន2មេឃើញតែដោះមកហើយពេលដល់ថ្ងៃបាញ់ហាំស្មៅគឺមានទឹកមកដល់បញ្ចូលតែម្ដងហើយបងប្អូនមើលទឹកក្នុងស្រែតិចទេបងប្អូនណាឃើញដីខ្លះឃើញទឹកខ្លះហើយដីទួលនេះឡើងអាចលែនពេលឡើងអាចលែនបងប្អូនឃើញទេហើយពូជឃើញប៉ុណ្ណេះបងប្អូនថាក្នុងការដែលដោះមកអាយុ7 8ថ្ងៃហ្នឹងគឺវាមានកម្រិត5ហ៊ុនមួយដើមមួយទឹកម្ដងគឺប្រធានបទរបស់ខ្ញុំគឺនិយាយអំពីស្រូវស្ដើងម្ដងអត់និយាយពីស្រូវក្រាស់បងប្អូនណាហើយបងប្អូនមើលកម្រិតវានេះអូខេដូចពីនេះមកចង្អាមនេះមកចង្អាមនេះមកចង្អាមហើយពីនេះប្រហែលជាមួយទឹកនេះពីនេះប្រហែលជាមួយទឹកបងប្អូនណាហើយនេះស្មៅឯងហើយមានស្មៅមួយទៅតាមជើងភ្លឺពីផ្សេងដីដើដាក់ទឹកមិនទាន់ដល់គឺវានៅមានស្រួលខ្លះតែអត់បញ្ហាមួយហើយសំខាន់យើងមើលស្រូវយើងវិញហើយកាលពីអាយុ14ថ្ងៃខ្ញុំបាយជីម្ដងហើយដំបូងបងប្អូនតែឆ្ងល់ថាខ្ញុំបាយជីអីវា1បាយជីអីវា2បាយជីអីចឹងណាឥឡូវខ្ញុំចេញវីដេអូបង្ហាញលើកទី1យើងដាក់យួរការលូតលាស់របស់ដំណាំស្រូវគឺខ្ញុំដាក់ DAP 1B លាយជាមួយទៅនឹង4600ដែលយើងហៅថាអ៊ុយរ៉េហ្នឹង 1B ដូចគ្នាលើផ្ទៃដី1ហិកតាហើយពូជ OM គឺខ្ញុំប្រុសស្ដើងដែរបងប្អូនណានេះពូជ100គីឡូក្នុង1ហិកតាតែដល់ពេលស្រូវវាដោះមកហ្នឹងយើងមើលការដោះដំបូងមើលមិនពេញចិត្តទេហើយត្រូវចំភ្លៀងបានល្អឃើញដោះមកស្អាតជាងភ្លៀងដែលកន្លែងដក់ទឹកស្រែដែលកន្លែងដក់ទឹកគឺដោះមកឃើញរង្វើលដោយខ្ញុំឃើញវីដេអូស្រូវក្អូបខ្ញុំកាលពីប្រហែលថ្ងៃមុនអញ្ចឹងគឺតាមពិតសមត្ថភាព80គីឡូវាមិនដោះប៉ុណ្្នឹងទេប៉ុន្តែនៅពេលដែលវាភ្លៀងធ្លាក់ខ្លាំងអុកខ្លាំងជាហេតុធ្វើឲ្យស្រែយើងដក់ទឹកការដោះពុំបានល្អអាណាមកមុនមកអាណាមកក្រោយគឺយើងមើលតាមការស្ថានភាពជាក់ស្ដែងតើយើងគួរយួរអាក្រោយឬក៏មិនបាច់យួរទេហើយបើឃើញដោះស្អាតហើយមានកម្រិតមកទឹកមួយដើម5ហ៊ុនមួយដើមហើយគឺខ្ញុំសម្រេចចិត្តថាអត់យួរតែម្ដងហើយពេលក្រោយបាញ់ជីរួចបាន2ថ្ងៃគឺខ្ញុំបាញ់ជីបំពន់ចូលតាមស្លឹកមាន GNPK រើសយក N ធំជាង PK ដែលខ្ញុំប្រើសប្តាហ៍មាន3212បូកជាមួយសាឡាត់ហេតុអីបានត្រូវយើងប្រើសាឡាត់នៅក្រោយពេលបាញ់ជីបងប្អូនណាស្រូវយើងប្រែល្អស្លឹកលហកអញ្ចឹងជាហេតុធ្វើឲ្យមានភាពទាក់ទាញនៃសាឡាត់យើងមិនបានដើរមើលគ្រប់ជ្រុងជ្រោយទេគឺបាញ់ចូលតែម្ដងទោះបីមានក៏ដោយមិនមានក៏ដោយបើមិនមានជាការពារបើមានយើងសម្អាតតែប៉ុណ្្នឹងបងប្អូនណាហើយអាយុ20ថ្ងៃប៉ុណ្ណេះបើបងប្អូនមានស្រូវដែលទៅពេកអីចឹងស្ទូងឲ្យបានលឿនឆ្លូកឲ្យបានលឿនទិនសិនរកខ្ចី18ថ្ងៃ20ថ្ងៃគឺឆ្លូកគឺល្អហើយស្រូវវាទុំមិនទាន់គ្នាចំពោះជីបំពន់វិញខ្ញុំទំរៀបរាប់បាន2មុខសាឡាត់មួយទៀតទី3គឺមុខងារកាល់ស្យូមបងប្អូនខ្លះក៏អត់ដែរលឺទៀតឥឡូវកាល់ស្យូមហ្នឹងវាមានអក្សរតាងរបស់វាដោយ CA ឬក៏ CA មុខងារកាល់ស្យូមនេះវាជួយបង្កើនចំណែកកោសិកាតួបង្គំនៃកោសិការត់លៀនកោសិកាបង្កើតបានជាទម្រង់ស្លឹកទម្រង់ដើមដែលវាជាដំណភ្ជាប់គ្នារវាងកោសិកានីមួយបង្កើតបានជាទម្រង់ស្លឹកទម្រង់ដើមអញ្ចឹងដល់ពេលមានវត្តមានកាល់ស្យូមកើតឡើងនៅពេលដែលពន្លកថ្មីក៏កើតឡើងគឺវាជួយពង្រីកឲ្យបានលឿនពីកោសិកា2ទៅ4 4ទៅ6អញ្ចឹងទៅ6ទៅ12 12ទៅ24 24 48 48 96ជាដើមនេះហើយបានជាហេតុដែលខ្ញុំប្រើកាល់ស្យូម
បងប្អូនថាមិនប្រើកាល់ស្យូមមិនស្រូវគេមិនប្រើកាល់ស្យូមស្រូវគេប្រែល្អដូចគ្នាបានដូចគ្នាបងប្អូនណាគឺនេះគឺជាអាហារបន្ថែមតិចតួចទេធម្មជាតិរបស់វាមានកាល់ស្យូមនៅក្នុងដីស្រាប់ហើយអញ្ចឹងគឺយើងបន្ថែមខ្លះឲ្យវាដើម្បីបង្កើនសមត្ថភាពកើតឡើងឯងទី3គឺខ្ញុំទី4ខ្ញុំប្រើមុខងារប៉ាក្លូបុយត្រាសូលហ្នឹងគឺជាមុខងារមួយយ៉ាងគឺវាទប់ស្កាត់លការលូតកម្ពស់ទៅលើមិនមែនមិនឲ្យលូតសោះទេណាបងប្អូនណាវាលូតលាស់ដែរប៉ុន្តែវាលបឿនវាទៅយឺតជាងដែលយើងមិនប្រើហើយវាដល់កាលណារបបអាហារវាទទួលបានពីអាហារដែលយើងផ្ដល់ឲ្យវាហើយអាហារក្នុងដីអាហារធម្មជាតិអាហារ free CHO បូកនឹង sunlight អីជាដើមវាជំរុញឲ្យចេញខ្នែងដែលយើងកសិករទូទៅដែលហៅថាបែកគុំណាបងប្អូនអញ្ចឹងកាលណាជំរុញឲ្យចេញខ្នែងហើយគឺស្រូវយើងបែកគុំបានល្អស្រូវខ្ញុំអាយុ20ថ្ងៃនេះគឺវាចាប់ដើមឃើញបែកបដើហើយពណ៌វាក៏ស្រស់ស្អាតដែរបងប្អូនណាហើយបងប្អូនសួរទៀតថាមួយរដូវបែកជីប្រហែលដងនោះជាក់ស្ដែងបងប្អូនជិះមើលតាមជាក់ស្ដែងតាមតំបន់បងប្អូនបើបាច់បងប្អូនបាច់ម្ដងចេះដូចខ្ញុំឃើញឡើងលហួកចេះហើយតាមពិតត្រូវអាយុ25ថ្ងៃយើងបាច់ជីម្ដងទៀតណាតែបើសិនជា25ថ្ងៃនៅតែល្អបែបនេះគឺខ្ញុំមិនបាច់ទេខ្ញុំចាប់ដើមចាំដល់ថ្ងៃបាច់ផ្ដាច់នៅ35ថ្ងៃបងប្អូនណាហើយបងប្អូននេះចាប់ដើមមើលចាប់ដើមវាបែកណាអាយុ20ថ្ងៃនេះបងប្អូននេះចាប់ដើមបែកឃើញណានេះចាប់ដើមបែក3ដើមខ្លះ4ដើមខ្លះ2ដើមហ្នឹងទៅហើយបើសិនជាយើង25ថ្ងៃស្រូវយើងមិនទាន់ល្អគ្រប់គ្រាន់ឲ្យយើងតាមអ្វីយើងចង់បានទេយើងថែមម្ដងទៀតទៅតែស្រូវខ្ញុំនេះខ្ញុំគិតថាចាំមើលជាក់ស្ដែងនៅពេលដែលស្រូវយើងចាប់ដើមធ្លាក់សម្រស់ឬអន់តិចមកគឺខ្ញុំយើងបាច់បន្ថែមតែបើនៅតែលហួកបែបនេះគឺខ្ញុំអត់បាច់បន្ថែមទេខ្ញុំគិតថាបាញ់ជីបំពន់តាមស្លឹកទៅបានហើយដើម្បីកាត់បន្ថយថ្លៃដើមចំណាយហើយបងប្អូនថាមិនប្រើពូជតិចម៉េះធ្វើដូចអត់ពូជធ្វើដូចស្ដាយពូជធ្វើដូចស្ដាយលុយពិតមែនបងប្អូនណាយើងប្រៀបធៀបជាមួយទៅនឹងការចំណាយលុយច្រើនទៅលើការប្រើប្រាស់ពូជច្រើនបើដីបងប្អូនតិចតួចបងប្អូនប្រើចុះតែបើដីច្រើនគួរតែថ្លឹងថ្លែងរវាងការចំណាយដូចខ្ញុំធ្វើចូលជិត40វត្តាបើខ្ញុំប្រើពូជតែ100គីឡូប្រៀបជាមួយនឹងគេប្រើពូជ300គីឡូក្នុង1ហិកតានេះសម្រាប់ពូជ OM បងប្អូនណាឃើញខុសគ្នា1ហិកតា200គីឡូ40ហិកតាគុណនឹង200គីឡូខុស8តោនហើយ1គីឡូបើយើងគិតថាមិនបាច់ច្រើនទេពូជល្អតាម1500ទៅ2000រៀលបើ1500គុណនឹង2តោនបងប្អូនឃើញណាតែបើដល់2000រៀលដូចពូជនេះខ្លះគេប្រើពូជកញ្ចប់ឈានដល់2500រៀលក្នុង1គីឡូឃើញខុសលុយកាន់តែច្រើនហើយ8តោនបងប្អូនគុណណាចូល$5-6000 $5-6000នេះយើងអាចថានិយាយថាគ្រប់គ្រាន់ក្នុងការទិញជីយកមកប្រើបើស្ទើរតិចតួចអាចនិយាយថាគ្រប់បើសិនជាប្រើត្រឹម2ដងក្នុងមួយរដូវហើយការប្រើពូជតិចនេះគឺយើងបាច់ជីឃើញទេបងប្អូនបាច់ជីតែម្ដងហ្នឹងគឺវាឡើងលហួកបានយូរវាអត់ងាយធ្លាក់សម្រស់ទៅវិញទេការលូតលាស់របស់វាបានល្អថេហ្មងបងប្អូនមើលផ្ទៃស្រែទាំងមូលអាយុរបស់ទ្រង់នេះជិះត្រឹម20ថ្ងៃទេខ្ញុំហ៊ាននិយាយថា10ថ្ងៃទៀតនឹងលេងមើលឃើញប្រហោងទឹកចឹងហើយក្នុងវ័យ30ថ្ងៃហើយខ្ញុំនិយាយបងប្អូនកុំទាន់អាចជឿចូលសាកល្បងមើលដល់ខ្លួនឯងហើយបើបងប្អូនស្ដាប់យល់នោះហើយជាប្រយោជន៍របស់បងប្អូនបើបងប្អូននៅតែមិនជឿបងប្អូននៅតែចំណាយច្រើនដដែលបើបងប្អូនមិនផ្លាស់ប្ដូរបរិបទថ្មីរកនៅរបបកំហើញថ្មីទេប
បងប្អូននៅតែចំណាយច្រើនដដែលខ្ញុំមិនតម្រូវដាច់ខាតត្រូវតែធ្វើតាមខ្ញុំទៅបានផលទេតែចូលថ្លឹងថ្លែងតែខ្លួនឯងបើខ្ញុំនិយាយទៅមានប្រយោជន៍សម្រាប់បងប្អូនកសិករជួយ share គ្នាបងប្អូនណាជួយ share គ្នាដើម្បីឲ្យកសិករផ្សេងៗទៀតបានយល់ដើម្បីកសិករខ្មែរយើងទាំងអស់គ្នាទេមិនមែនបរទេសទេបងប្អូនណាហើយខ្ញុំធ្វើនេះគឺមិនមែនថាចង់បានអីពីបងប្អូនទេហើយបងប្អូនខ្លះក៏គាត់ធ្វើបានផលហើយដែររវាងការប្រើពូជនិងប្រើពូជច្រើនគាត់ចំណេញបានច្រើនឆ្នាំទៅខ្ញុំផ្ដល់បទពិសោធន៍ឲ្យកសិករមួយចំនួនដែលគាត់ធ្លាប់តែធ្វើជួបបញ្ហាច្រើនហើយគាត់តែងតែមើលเพจរបស់ខ្ញុំហើយគាត់សួរតែម្ដងអញ្ចឹងខ្ញុំប្រាប់ពីវិធីប្រើប្រាស់ជីប្រើប្រាស់ថ្នាំជូនគាត់ហើយខ្លះក៏គាត់ធ្វើបានល្អប៉ុន្តែខ្លះទៀតនៅឡើយទៀតដោយសារបញ្ហាកន្តាតំបន់គាត់ទឹកមិនគ្រប់គ្រាន់តែទឹកមិនគ្រប់គ្រាន់បច្ចេកទេសយ៉ាងណាក៏ទៅអត់ដល់ដែរបងប្អូនណាអញ្ចឹងប្រហែលជាវែងបន្តិចឯងមានតែពឹងបងប្អូនជួយ share គ្នាទេដើម្បីចែករំលែកដល់កសិករយើងទាំងអស់គ្នាចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍកសិកម្មដំណាំស្រូវកាត់បន្ថយថ្លៃដើមផលិតអញ្ចឹងអរគុណច្រើន